ជំរាបសួរលោកពនៅក្នុងការងារនេះខ្ញុំធ្វើអំពី hardware monitor in Linux ជាដំបូងខ្ញុំធ្វើការបើកអានេះមួយហើយបន្ទាប់មកខ្ញុំបើកCMD នេះខ្ញុំបើក CMD ឲ្យមកដើម្បីឲ្យធ្វើការ connect ជាមួយ SSH នេះខ្ញុំវាយ command ឲ្យខ្លាចយូរហើយបន្ទាប់មកខ្ញុំធ្វើការ login កន្លែងនេះខ្ញុំប្រើ command ដែលគ្រូដាក់ឲ្យហើយនេះខ្ញុំIPA IPA ហើយចំពោះឡាននេះខ្ញុំធ្វើការដាក់លេខ10ចុច45ចុច100.4ហើយចុច212កន្លែងនេះខ្ញុំចុច yes password កន្លែងនេះខ្ញុំធ្វើការដាក់ who am I
ហើយឡើយនេះខ្ញុំឆេងកុំព្យូទ័រដោយការប្រើប្រាស់ដល់ command call hostname ហើយនេះខ្ញុំធ្វើការដាក់ who am I ហើយនេះខ្ញុំ create file មួយខ្ញុំប្រើ command touch .txt ពេលដែលបើកហើយខ្ញុំធ្វើការ check វាអូខេហើយឥឡូវនេះខ្ញុំធ្វើការ clear វា clear ជាជាបន្ទាប់ខ្ញុំប្រើប្រាស់ command nano សុបនេះខ្ញុំធ្វើការសរសេរក្នុងបានខ្ញុំដាក់hello world svimple ខ្ញុំធ្វើការ save វាខ្ញុំធ្វើការ control x ហើយនេះខ្ញុំយកអក្សរ y ខ្ញុំ check enter មួយតើខ្ញុំហើយបន្ទាប់មកខ្ញុំធ្វើការ change ជាមួយមិញហើយខ្ញុំធ្វើការចូលមើលវាសិនថាវាបាន save អត់ហ
ហើយឃើញថាcell ធម្មតាហើយតបមកហើយខ្ញុំ control មកវិញខ្ញុំចូលទៅកាន់ clear វាមួយ enter នេះខ្ញុំធ្វើការ remove វាបានfolder ដែលមានឈ្មោះសុកនេះគឺបានបាត់ទៅចឹងខ្ញុំធ្វើការ comment ធ្វើការប្រើប្រាស់ comment មួយទៀតដែលតកតងនឹង k d i o ខ្ញុំបង្កើត folder មួយពេលដែលបង្កើតបានហើយខ្ញុំធ្វើការ last list វាមកfolder នេះខ្ញុំបានបង្កើតមិញចឹងធ្វើការ remove វាបាននេះ remove ដូចតែមុនដែរសុខនេះ folder ចឹងគឺថាសុខនេះគឺបានបាត់ហើយហើយនេះហើយបន្តមកខ្ញុំធ្វើការ clear វាចឹងខ្ញុំចូលទៅដល់ hardware monitor វាម្ដងខ្ញុំប្រើប្រាស់ command xstop នេះសម្រាប់ធ្វើការreturn CPU memory ដើម្បីចេញវាបានខ្ញុំធ្វើការ control C ហើយ top នេះមានដែរវាអត់មាន color ទេតែវាបាក់មើលជាង xtop ហើយ
ពេលឥឡូវនេះខ្ញុំធ្វើការ clear មួយសិន df.x ហើយបើសិនខ្ញុំដាក់ df ធម្មតាវិញវាចេញgm ឬក៏អីនេះទេហើយខ្ញុំធ្វើការ clear វាមួយខ្ញុំធ្វើការឆែកជាមួយ free .x ចុះយើងមានជាមួយ total ឬក៏ US free អានេះអាចប្រើប្រាស់ command free ធម្មតាតែវាអត់មានI ឬក៏ B អីឬក៏ GI នេះអីទេហើយខ្ញុំធ្វើការប្រើប្រាស់ command មួយទៀតដើម្បីឆែកអូខេចុះវាមានជាមួយនេះជា structure វាដើម្បីឆែកជាមួយនឹងមួយទៀតខ្ញុំធ្វើការដាក់ xtop នេះវាបានបង្ហាញ real time ឬក៏ folder ដែលខ្ញុំបើកចុះ control C ដើម្បីធ្វើការ kill វាបានខ្ញុំធ្វើការចុច kill នេះដាក់លេខ9តែខ្ញុំមិនចង់ដាក់លេខនេះដាក់លេខ6អីក៏បានដែរតែខ្ញុំមិនចង់ kill វាទេខ្ញុំទុកតែប៉ុណ្្នឹងចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំធ្វើការ clear វាមកចុងក្រោយខ្ញុំធ្វើការដាក់sudo apt shutdown now នេះដាក់password មកអូខេវីដេអូខ្ញុំចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូនិងអ្នកទាំងអស់គ្នា